នៅក្នុងโลกនេះអត់មានច្បាប់ណាកំណត់ពីភាពស្អាតរបស់មនុស្សទេមិនថាយើងស្គមឬធាត់សឬខ្មៅខ្ពស់ឬក៏ទាបទេអត់មានណាគេអាចមកកំណត់បានថាយើងជាមនុស្សអាក្រក់ឬក៏ស្អាតទេជាក់ស្ដែងដូចខ្ញុំខ្លួនឯងអញ្ចឹងខ្ញុំក៏មិនមែនជាមនុស្សស្អាតមនុស្សស្គមរៀងស្វែលរៀង slim ឬក៏មនុស្សខ្ពស់ដែលមានកម្ពស់ដូច model អីដែរមិនថាខ្ញុំស្ថិតក្នុងចំណុចណាតែខ្ញុំតែងតែធ្វើឲ្យខ្លួនឯងស្អាតជានិច្ចស្អាតទាំងក្នុងភ្នែកខ្លួនឯងហើយនិងក្នុងភ្នែកអ្នកដទៃស្អាតទាំងផ្លូវកាយហើយនិងផ្លូវចិត្តខាងក្នុងដែរគ្មានណាគេកើតមកក្រអេគ្រាន់តែពួកគាត់អត់ទាន់រកឃើញខ្លួនឯងខ្ញុំចង់លើកទឹកចិត្តឲ្យមនុស្សស្រីទាំងអស់ដែលមើលវីដេអូនេះឲ្យពួកគាត់រៀបចំខ្លួនឯងឲ្យបានស្អាតថែខ្លួនឯងឲ្យបានល្អទាំងផ្លូវកាយហើយនិងផ្លូវចិត្តជាពិសេសគឺសម្រស់ហ្នឹងហ្មងទាំងអស់គ្នាអត់បាច់អង្គុយខ្វាយខ្វល់ថាត្រូវស្អាតគ្រប់ពេលទេពេលណាចង់ស្អាតតែងខ្លួនទៅពេលណាមិនចង់ស្អាតក៏អាចស្លៀកពាក់ធម្មតាបានដែរមិនបាច់ព្យាយាម edit ជីវិតខ្លួនឯងទេព្រោះនៅពេលដែលគេ find out ថាយើង edit ជីវិតខ្លួនឯងវាខ្មាស់គេជាងពេលដែលគេដឹងពីជីវិតពិតរបស់យើងទៀតចឹងម្ដងទៀតកុំភ្លេចស្រឡាញ់ខ្លួនឯងហើយរៀបចំខ្លួនឯងឲ្យបានស្អាតឈប់ចាញ់បោកពាក្យថាសម្រស់មិនសំខាន់ទៀតទេគ្មានទេវបុត្រសេះសណាមកស្រឡាញ់អ្នកសុំទានដូចក្នុងរឿងទេត្រូវចាំណាស្អាតដើម្បីខ្លួនឯងមិនដើម្បីអ្នកណាហើយក៏មិនចាំបាច់ស្អាតគ្រប់ពេលដែរព្រោះលើโลกនេះអត់មានច្បាប់ណាកំណត់ពាក្យថាស្អាតទេ